មានការរាយការណ៍មួយចំនួនពាក់ព័ន្ធទៅនឹង chip ថ្មីរបស់ក្រុមហ៊ុន Samsung Exynos 2600 នេះគឺថាវាខ្លាំងជាង Apple A19 Pro ទៀតផងហើយមិនត្រឹមតែប៉ុណ្ណោះវាខ្លាំងជាង Snapdragon 8 Elite Gen 5 ទៀតផងបើអញ្ចឹងនេះគឺជារបាយការណ៍ឬក៏ព័ត៌មានចេញពី GSM Arena ដែលគេនិយាយណាមុនយើងកន្លែងនេះមានន័យថាគ្រប់ Galaxy S26 series ទាំងអស់ហ្នឹងគឺត្រូវបំពាក់ជាមួយនឹង chip Exynos 2600 ប៉ុន្តែមិនមែនទាំងអស់ទេមិនទាំងអស់ហ្នឹងគឺលើកលែងអាមេរិកហេតុអីបានជា Samsung បានដាក់ chip Exynos នៅអាមេរិកពីព្រោះ business បងប្អូនណា Samsung មិនអាចទៅតែឯងនឹងងល់បានទេត្រូវតែប្រើប្រាស់ technology ឬក៏ product អាមេរិកខ្លះទើបវាអាចរកស៊ីស្រួលជាមួយអាមេរិកគឺអញ្ចឹងបងប្អូនណាអញ្ចឹងចាយលុយទិញរបស់អាមេរិកខ្លះទៅណាគេហៅថា buy US product chip នឹងឯងបងប្អូនហ្នឹងទិញ chip ពីអាមេរិកមកដាក់ហ្នឹងទៅដើម្បីនាំចូលទៅទីផ្សារអាមេរិកបានហ្នឹងទៅហើយអាហ្នឹងរបៀបរកស៊ីគេអញ្ចឹងបងប្អូនយើងទៅតែ app អបមេបន្តិចបើមិនអញ្ចឹងទេពិបាកដែរបងប្អូនណាហ្នឹងហើយអញ្ចឹង Samsung មិនអាចដាក់ chip Exynos នៅលើទីផ្សារអាមេរិកបានទេអូខេបើអញ្ចឹងត្រឡប់ទៅ chip Exynos 2600នឹងវិញបើអញ្ចឹង headline ធំរបស់យើងហ្នឹងគឺវាខ្លាំងជាង chip A19 Pro ហើយជាមួយនឹងខ្លាំងជាង chip Snapdragon 8 Elite Gen 5 ទៀតផងដែលនឹងចេញឆាប់ហ្នឹងឯងបងប្អូនយើងបើអញ្ចឹងឥឡូវហ្នឹងគឺមានហើយនៅលើ Xiaomi 17 Pro នៅលើ Honor Magic 8 Pro អញ្ចឹងទៅលក្ខណៈជាដើមហើយក៏ដូចជាហូហែទៅមុខទៀតទៅបងប្អូនណាបាទអញ្ចឹងក៏ដូចជា Samsung Galaxy S26 ខ្លួនឯងតលតែម្ដងបាទអញ្ចឹងលក្ខណៈ US version ដូចខ្ញុំនិយាយអញ្ចឹងគឺ chip ហ្នឹងឯង Snapdragon 8 Elite Gen 5ហ្នឹងឯងតែគេលោនៅយើងទទួលបាន Exynos អាហ្នឹងខ្ញុំក៏មិនដឹងដែរចាំមើលសិនណាហើយព័ត៌មាននេះគឺថាគេចែកចម្លែកពីពេញ Twitter បងប្អូនយើងឬក៏ X ហ្នឹងឯងបើអញ្ចឹងឥឡូវខ្ញុំក៏សុំចូល direct ទៅកាន់source ហ្នឹងផងដែរដែល GSM Arena គេដាក់ link ទៅបើអញ្ចឹងខ្ញុំសុំចុចនៅកន្លែង source 1ហ្នឹងមកអញ្ចឹងគេនឹង direct ទៅកាន់ X ហ្នឹងតែម្ដងបើអញ្ចឹងខ្ញុំសុំបន្តនៅលើ web បើអញ្ចឹងនេះគឺជា post ដែលជោខានហ្នឹងហើយគេបានធ្វើការ share ពាក់ព័ន្ធទៅនឹងម៉ាស៊ីនហ្នឹងឯងបងប្អូនណានេះ according to report from Korean media Exynos 2600ហ្នឹង deliver the following performance over 6 times stronger NPU performance compared to Apple A19 chipset អូ6ដងខ្លាំងជាងបងប្អូនយើង14% higher multi-core performance multi-core performance គឺខ្លាំងជាង A19 Pro ទៀតតាមពិត multi-core គឺ Apple មិនដែលខ្លាំងទេបងប្អូនយើង multi-core គឺតែតែចាញ់គេតែបើថា single core ហ្នឹងគឺថា Apple តែតែលើគេបងប្អូនតែលើ Geekbench អាកន្លែង single core ហ្នឹងអាហ្នឹងគឺគេនិយាយនៅកន្លែងពាក់ព័ន្ធហ្នឹងបងប្អូនណាបាទ multi-core performance ហ្នឹងគឺ 14% ខ្លាំងជាង A19 Pro អញ្ចឹង 14% ខ្លាំងជាងហ្នឹងមិននិយាយណាទេបងប្អូនយើងណា75% higher GPU performance holy smoke អានេះបានល្អនេះ GPU performance នៅលើ A19 Pro ខ្លាំងណាស់បងប្អូនយើងបាទអញ្ចឹងគឺថាខ្លាំងមែនទែនតែម្ដងសំបីតែឥឡូវនេះបងប្អូនណាអត់ទាន់មាន Android smartphone ណាមកប្រៀបធៀបពាក់ព័ន្ធនឹង GPU របស់គេហៅថា Apple A19 Pro ឥឡូវសុំតេស្តឲ្យបងប្អូនមើលតែម្ដងទៅណាខ្ញុំតេស្ត GPU performance របស់វាបាទអញ្ចឹងចំនួនតួលេខនេះបងប្អូនយើងគឺថាខ្ពស់មែនទែនបើសិនជាបងប្អូនយើងមើលឥឡូវនេះ Snapdragon 8 Elite គេហៅថា GPU performance ខ្ញុំនឹងធ្វើការស្រាវជ្រាវឲ្យបងប្អូនយើងមើលឥឡូវនេះបងប្អូនមើលឃើញណានេះគឺជា GPU របស់ A19 Pro 40000ជាងបងប្អូនណានៅលើ Geekbench អាហ្នឹងគឺពាក់ព័ន្ធនឹង GPU performance ដែលគេនិយាយថាវាខ្លាំងជាង 75% អញ្ចឹងតួលេខនេះគឺថាខ្ពស់ណាស់បងប្អូនយើងឥឡូវបងប្អូនយើងមកមើល Snapdragon 8 Elite សប្តាហ៍ថ្ងៃនេះនៅលើ S25 Ultra ណានេះ GPU performance របស់យើងហ្នឹងគឺបានត្រឹមតែ20000ជាងទេបាទ20000ជាងទេអញ្ចឹងវាចាញ់ A19 Pro ឆ្ងាយមែនទែនហើយបើតាមព័ត៌មានបែកធ្លាយឆ្ងាយមែនទែនតែម្ដងហើយបើទោះបីជាបងប្អូនយើងមើលព័ត៌មានបែកធ្លាយនៅលើ Snapdragon 8 Elite Gen 5 ក៏ដោយខ្ញុំឃើញថា GPU performance របស់វាហ្នឹងគឺអត់ទាន់ surpass ចង់និយាយថាវាអត់ទាន់លើស A19 Pro ទៀតតែត្រង់ថា Android និង iOS វារត់ graphic API ខុសៗគ្នាណាបងប្អូនយើងបើអញ្ចឹង Apple ដោយសារវាទទួលបានបន្ទុក40000ជាងហ្នឹងគឺវាគេហៅថា test នៅលើ Meto ហើយខាងនេះគឺគេ Vulkan ឬក៏ OpenCL អញ្ចឹងទៅនៅខាង Android បងប្អូនយើងតែ Android ទៅគឺ Vulkan ហ្នឹងឯងបាទអញ្ចឹងបន្ទុកហ្នឹងគឺវាខុសគ្នាមែនប៉ុន្តែដោយសារវារត់
នៅ API ពីរផ្សេងគ្នាចង់និយាយចឹងឲ្យបងប្អូនយើងយល់កន្លែងហ្នឹងតិចអញ្ចឹងត្រឡប់ទៅនិយាយអំពី chip នេះវិញបងប្អូនយើងឃើញណាគេនិយាយពាក់ព័ន្ធនឹង GPU performance 75% higher than compared to A19 Pro វ៉ាវ 75% មិនធម្មតាទេបងប្អូនយើងអាហ្នឹងតួលេខបងប្អូនយើងបើអញ្ចឹងវាមិនប្រកាសថាអញ្ចឹង 100% ទេតែតួលេខគេយកដាក់បន្ទុកយ៉ាងឯងមនុស្សយើងរៀនសូត្រក៏គេទៅដាក់បន្ទុកដែរមិនអញ្ចឹងបាទមិនចេះតែអត់ប្រយោជន៍ទេហើយបើសិនយើង compare ជាមួយនឹង Snapdragon 8 Elite ទៀតបងប្អូនយើងឃើញណាបាទ NPU performance របស់វានឹងគឺ 30% higher than 8 Elite Gen 5 30% ខ្លាំងជាង 8 Elite Gen 5ណាធម្មតាមកយើងតួលេខនេះគឺខ្លាំងណាស់ 30% នោះហើយ GPU performance នឹង up to 29 higher performance than Snapdragon 8 Elite Gen 5 wow ចាំមើលសិនមើលព្រោះ Samsung មិនដែលមានបទគេហៅថាមិនដែលមានគេឈ្មោះល្អនៅលើ chip Exynos ហ្នឹងទេចាប់តាំងពីចំនួនកកើតមកម្លេះហើយមកទល់ឥឡូវនេះមិនដែលមានទេបងប្អូនណារហូតដល់ឆ្នាំប្រហែលទៅមុនហ្នឹងគឺថាអន់មែនទែនតែម្ដងហើយមនុស្សម្នាក់ទិញ Samsung phone គឺសឹងមិនចង់លឺ Exynos តែម្ដងបាទអញ្ចឹងគេចង់ប្រាប់ Snapdragon ជាពិសេសសម័យណាទេខ្ញុំភ្លេចបាត់ហើយគឺថាវាអន់ណា performance វាអន់មែនទែនតែម្ដងហើយមកក្រោយហ្នឹងវាគាត់បើបន្តិចបងប្អូនយើងអញ្ចឹងមកទល់ឥឡូវហ្នឹងបើសិនជា Samsung បំបែកឯកតកម្មអញ្ចឹងបានថាវាខ្លាំងជាង Apple A19 Pro ណាឬក៏ខ្លាំងជាង Snapdragon 8 Elite Gen 4 Gen 5 ឧទាហរណ៍អញ្ចឹងណាអញ្ចឹងពិតជាដំណឹងល្អមែនទែនសម្រាប់ពួកយើងអរគុណបើអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់និយាយពាក់ព័ន្ធនឹង chip Exynos 2600របស់ Samsung ណាសង្ឃឹមថាវាអាចកាត់ឡើងមែនទែនទៅចុះណាហើយក៏សង្ឃឹមថាមិនមែនជាតួលេខដែរណាសូមឲ្យវាពិតបើថាតួលេខល្អការប្រើប្រាស់ជាក់ស្ដែងសូមឲ្យល្អផងអញ្ចឹងណាកុំឲ្យដែរបានតែតួលេខអីទៅបាទអរគុណបើអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែកម្លែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនយើងចូលចិត្តជួបគ្នានៅឱកាសក្រោយបាយបាយ